លោកជំទាវបណ្ឌិតបានស្រីមុំអភិបាលខេត្តបៃលិននាថ្ងៃទី26ខែមេសាឆ្នាំ2026បានអញ្ជើញពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាពនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំស្ថិតក្នុងភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាឡាក្រៅខេត្តបៃលិនដើម្បីបម្រើដល់ប្រយោជន៍សាធារណៈសម្រាប់ជាតិនិងប្រជាជនលោកជំទាវបណ្ឌិតបានស្រីមុំបានមានប្រសាសន៍លើកឡើងថាក្រោមគោលនយោបាយឈ្នះឈ្នះនិងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេសមានស្ថិរភាពនយោបាយជាពិសេសបានធ្វើឲ្យខេត្តបៃលិនដែលជាខេត្តជីដែននិងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុកមានការអភិវឌ្ឍនិងរីកចម្រើនលើគ្រប់វិស័យហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទនៈ